ជាជំរាបសួរបងប្អូនអរគុណនេះជាសកម្មភាពថ្ងៃឈប់សម្រាករបស់ខ្ញុំទិវាកុមារអន្តរជាតិអញ្ចឹងនៅថ្ងៃឈប់សម្រាកនេះខកតាំងពីព្រលឹមដើម្បីហាត់ប្រាណចាអញ្ចឹងហាត់ប្រាណជួបឆ្កែទៀតទេឆ្កែពីរហ្នឹងកំពុងតែលេងចាអញ្ចឹងឆ្កែពីរហ្នឹងម្ចាស់វាគប់ដបឲ្យរត់ទៅរើសអញ្ចឹងអាសាតាមួយនោះទេអាមួយនោះមិនដែលរើសបានទេអញ្ចឹងមិនថាឆ្កែមិនថាមនុស្សគឺដូចគ្នាណាអញ្ចឹងមានខ្លះសកម្មខ្លះក៏មិនសូវសកម្មទៅហើយបើមួយនេះគឺវាអត់ដែរទៅរើសដបហ្នឹងទេដោយសារតែវាអត់ចង់ទៅដើមមួយទៀតអញ្ចឹងមនុស្សក៏ដូចគ្នាដែរមានមនុស្សខ្លះសកម្មមនុស្សខ្លះក៏មិនសូវសកម្មអញ្ចឹងទៅអញ្ចឹងវាអត់សូវខុសគ្នាប្រហែលទេចាអញ្ចឹងមកមើលឆ្កែលេងអញ្ចឹងទៅក៏ចេះនឹកឃើញពិចារណាសកម្មភាពការងារសកម្មភាពផ្សេងយើងប្រៀបធៀបគ្នាទៅមិនសូវខុសគ្នាប៉ុន្មានទេចាអញ្ចឹងមួយទៀតនោះវាអាចរត់ទៅរត់មកមួយត្រឹកអញ្ចឹងទៅប៉ុន្តែវាអត់ដែលទៅរើសដបហ្នឹងទេហើយមិនមែនមានន័យថាវាអត់ចេះរើសទេគ្រាន់ថាអាមួយទៀតនេះគឺវាមិនចង់ទៅដើមអាមួយដែលសកម្មនឹងរើសទេចាអញ្ចឹងឲ្យមួយដែលសកម្មហ្នឹងវារើសទៅរើសមករើសទៅរើសមកចឹងទៅចាប្រៀបធៀបមកមនុស្សគឺមិនសូវខុសគ្នាប្រហែលដែរចាប៉ុន្តែធម្មជាតិនៃមនុស្សគឺចង់រស់រានមានជីវិតដូចគ្នានឹងមិនថាមនុស្សមិនថាសត្វចាអញ្ចឹងហាត់ប្រាណហើយក៏លេងមួយឆ្កែមកផ្លែតទៅទៅដល់ផ្ទះវិញយើងរៀបចំយកឡានទៅលាងពីព្រោះឡានខាងលាងជាងមួយខែហើយមួយខែជាងគឺឡានលកក្រិចឥឡូវមានពេលឈប់សម្រាកយកឡានមកលាងចាអញ្ចឹងសម្អាតឡានសម្អាតអីហើយនឹកឃើញចង់ធ្វើម្ហូបថ្ងៃហ្នឹងធ្វើម្ហូបដូចបើកមើល Facebook ឃើញគេធ្វើម្ហូបអញ្ចឹងនឹកឃើញថាធ្វើដូច Facebook អញ្ចឹងក៏មកផ្សារនេះគឺមកទិញបកាយកទៅធ្វើម្ហូបអញ្ចឹងបកានេះស្រស់ល្អខ្ញុំទៅខេត្តទៅអីទៅខាងសមុទ្រអីខ្ញុំតែទិញបកាមកវិញទេដោយសារតែបកាដែលទិញមកវិញខ្លះសេតែខ្ញុំទិញបកានេះគឺស្រស់រស់អញ្ចឹងយកទៅធ្វើម្ហូបគឺឆ្ងាញ់ជាងវាជាបកាចិញ្ចឹមមែនប៉ុន្តែវាអាចទទួលយកបានរសជាតិវាហើយវាស្រស់អញ្ចឹងទិញបកា1គីឡូមកក៏យកមកធ្វើម្ហូបដូច Facebook មិនដឹងគេហៅម្ហូបអីទេអាហ្នឹងចាសម័យហ្នឹងហើយម្ហូបជាគេផុសពេញ Facebook អញ្ចឹងម្ហូបហ្នឹងមានបន្លែអញ្ចឹងណាគេដាក់ខ្ទឹមក្រហមគេដាក់សាគីក្រៀមម្ទេសហើយនឹងកាពិអញ្ចឹងគេបុក4មុខនឹងចូលគ្នាទៅហើយគេដាក់បកាសាច់គេដាក់បកាហើយបន្លែខ្ញុំដាក់4មុខមានពោតល្ពៅសិតហើយនឹងស្អំខ្ញុំដាក់ស្អំច្រើនដោយសារតែខ្ញុំជិះចិត្តស្អំចាអញ្ចឹងស្អំរៀងច្រើនអញ្ចឹងសាកល្បងធ្វើម្ហូបនឹងញ៉ាំលើកទី1ធ្វើម្ហូបនេះអត់ដឹងទៅរសជាតិមិនទេអញ្ចឹងគេយក4មុខមិញហ្នឹងមកបុកបញ្ចូលគ្នាហើយចាប់ផ្ដើមសាកធ្វើចាអញ្ចឹងនៅពេលដែលយើងធ្វើរួចភ្លក់ទៅរសជាតិគឺបើនិយាយពីរសជាតិគឺអត់ដែរយ៉ាំទេពីមុនមករសជាតិនឹងអញ្ចឹងធ្វើរួចហើយម្ហូបហ្នឹងញ៉ាំបានអាចញ៉ាំបានចាដោយសារតែមើល Facebook ទៅគេថាអូម្ហូបហ្នឹងឆ្ងាញ់ចេះចោះចឹងទៅគាត់នឹកឃើញមើលទៅសំណងដែរក៏ធ្វើសាកចាអញ្ចឹងធ្វើម្ហូបហើយដួសបាយអីឲ្យហើយចាការងារខ្ញុំចប់ដំណឹងនៅមួយទៀតខ្ញុំនៅតនបោកខោអាវអញ្ចឹងខ្ញុំតិចទៀតត្រូវទៅបោកខោអាវហើយការងារកូនប្រុសរបស់ខ្ញុំគឺជូតផ្ទះអញ្ចឹងការងាររបស់គេគឺព្រមឡើងគេត្រូវជូតផ្ទះលាងឡានតែថ្ងៃនេះអត់លាងឡានទេគេជូតតែផ្ទះទេអញ្ចឹងអរគុណច្រើននេះសកម្មភាពពេញមួយព្រឹកនៅថ្ងៃឈប់សម្រាករបស់ខ្ញុំជម្រាបលាទាំងអស់គ្នា